សាច់រឿងរបស់យើងដំបូងគឺមានសត្វឆ្មាដ៏កំសត់មួយដែលអង្គុយនៅឯផ្ទះគឺថាគិតតែពីស្រេចឃ្លានដោយការស្រេចឃ្លានគេក៏ចាប់ផ្ដើមគិតថានឹងចេញទៅខាងក្រៅបន្ទាប់ពីគេអង្គុយអស់មួយសបកទៅហើយនោះគេក៏ចាប់ផ្ដើមចេញដំណើរទៅតែម្ដងនៅពេលដែលគេដើរដល់ព្រៃជ្រៅក្នុងចិត្តគិតថានឹងបានអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់បរិភោគនៅក្នុងថ្ងៃនេះបន្ទាប់ពីដើរអស់មួយស្របហើយនោះគេក៏បានប្រទះជាមួយនឹងត្រីមួយវងគិតថានេះគឺជាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់គេហើយនៅក្នុងថ្ងៃនេះចៃដន្យត្រីគឺថានៅចិត្តមាត់រុនកណ្ដុរមែនតែនបន្ទាប់ពីឮសំឡេងប្រងព្រើនៅខាងក្រៅព្រាមនោះសត្វកណ្ដុរក៏បានបើកទ្វារចេញមកខាងក្រៅមើលថាតើមានរឿងអ្វីកើតឡើងកណ្ដុរបើកទ្វារចេញមកក៏ស្រាប់តែប្រទះឃើញជាមួយនឹងឆ្មាមួយក្បាលដែលកំពុងនឹងចាប់ត្រីរបស់ខ្លួននៅឯមាត់រុនរបស់ខ្លួននឹងតែម្ដងភ្លាមនោះសត្វកណ្ដុរគេក៏បាននិយាយថាណែលបងឆ្មានេះគឺជាត្រីរបស់ខ្ញុំនោះទេមិនមែនជាត្រីរបស់អ្នកឯងទេបើអ្នកឯងចង់បានទៅរកកន្លែងផ្សេងទៅឆ្មាគេក៏បានតបវិញថានេះមិនមែនជាត្រីរបស់ឯងទេវាគឺជាត្រីនៅក្នុងព្រៃពួកគេក៏បានប្រកែកគ្នាសត្វកណ្ដុរខឹងពេកក៏ចាប់លើកត្រីដាក់លើថ្មថានេះគឺជាត្រីរបស់ខ្ញុំឃើញទេមុខមាត់វាគឺដូចខ្ញុំជាអ្នកចិញ្ចឹមត្រីនេះមិនមែនអ្នកឯងមកចិញ្ចឹមត្រីនេះទេឃើញទេវាមានពុកមាត់ដូចខ្ញុំវាមានប្រម៉ោយដូចខ្ញុំមើលឲ្យច្បាស់មើលអីអត់ចាំមើលមែនខ្មៅនេះដោយសារតែកណ្ដុរគេឈឺចាប់ពេកគេក៏បានលោតទឹកសម្លាប់ខ្លួនតែម្ដងឮសំឡេងយ៉ាងប្រោកចូលទៅក្នុងទឹកយ៉ាងខ្លាំងតែម្ដងឲ្យផ្អើលទៅដល់សត្វមាន់តែម្ដងភ្លាមនោះមាន់ក៏ចេញមកដល់ស្រែដោយសារតែទង្វើនេះគឺថាកុសឃ្លឿនផ្អើលពេញព្រៃតែម្ដងកណ្ដុរគេចាប់ប្រាំបញ្យល់ថាចេះបងឆ្មាគឺជាអ្នកដែលចូលមកលួចត្រីរបស់គេមុនឆ្មាក៏បានប្រាប់តមន់ថាត្រីនេះគឺត្រីវារស់នៅក្នុងបឹងនៅក្នុងព្រៃព្រឹក្សាមានអ្នកណាមកចិញ្ចឹមវានេះទេកណ្ដុរគេមិនអស់ចិត្តទេគឺគេនៅតែប្រឹងប្រកែកពីព្រោះថាគឺជាត្រីដែលគេចិញ្ចឹមវានៅចិត្តមាត់រុនរបស់គេមើលថែវារាល់ថ្ងៃមាន់ក៏បានប្រាប់ទៅឆ្មានិងកណ្ដុរថាណាហើយបងទាំងពីរមិនចាំបាច់ប្រកែកគ្នាទៀតទេត្រីនេះគឺវារស់នៅក្នុងព្រៃតែឯងទេគ្មានអ្នកណាមកចិញ្ចឹមវាទេដូច្នេះបើបងឆ្មាចាប់បានទៅហើយដូច្នេះយើងចែកគ្នាជា3កំណាត់ទៅដើម្បីបរិភោគរួមគ្នាមាន់គេនិយាយហើយគេក៏ចាប់ផ្ដើមស៊ីមុនគេតែម្ដងគឺថាចាប់បន្ទាប់មកគឺលបងកណ្ដុរហើយនិងលបងឆ្មាខំគ្នាផងដណ្ដើមត្រីគ្នាស៊ីផងម្នាក់ពាក់កណ្ដាលហើយត្រីនេះពិតជាធំគ្រាន់បើមែនធ្វើឲ្យពួកគេពិសាយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងបន្ទាប់ពីពួកគេពិសាយ៉ាងឈ្ងុយឆ្ងាញ់ហើយនោះពួកគេក៏បានក្លាយទៅជាមិត្តសម្លាញ់យ៉ាងជិតស្និទ្ធជាមួយគ្នាដែលជជែកគ្នានៅតាមសួនច្បារយ៉ាងសប្បាយកាកាយតែម្ដងរឿងនេះបង្ហាញថាការឆ្លុះគ្នាមិននាំឲ្យមានអ្វីល្អនោះឡើយហើយការចែករំលែកនិងការយល់ដឹងពីគ្នាគឺជាមធ្យោបាយដ៏ល្អបំផុតនៅក្នុងការស្វែងរកនៅដំណោះស្រាយសូមអរគុណចំពោះការតាមដាននៅរឿងនេះរហូតមកដល់ទីបញ្ចប់សូមជួយចុច Subscribe ប្រសិនបើអ្នកស្រឡាញ់និងជួយចិត្តរូបខ្ញុំបាទបងជីវ៉ា